បញ្ចប់ការចរចាកម្ពុជាថៃឯកភាពនឹងទទួលយកលទ្ធផលចំនួន4ចំណុចក្នុងនោះកម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចដែលបានប៉ះទង្គិចគ្នានោះទេយោងតាមសេចក្តីថ្លែងការណ៍របស់អគ្គបញ្ជាការកងទ័ពជើងគោកនៃកងយុទ្ធពលខេមរៈភូមិន្ទបានឲ្យដឹងថាក្រោយពីមានព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជានិងកងទ័ពថៃកាលពីព្រឹកថ្ងៃទី28ខែឧសភាឆ្នាំ2025ស្ថិតនៅក្នុងភូមិដីជោមរតកឃុំមរតកស្រុកខ្ជាំសានខេត្តព្រះវិហារនាថ្ងៃទី29ខែឧសភាឆ្នាំ2025វេលាម៉ោង 15:30 នាទីរសៀលនាយឧត្តមសេនីយ៍ម៉ៅសុផាន់អគ្គមេបញ្ជាការរងមេបញ្ជាការកងទ័ពជើងគោកនៃកងយុទ្ធពលខេមរៈភូមិន្ទនិងនាយឧត្តមសេនីយ៍ប៉ាណាប្លៅក្លូតទុកមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃបានជួបចរចានៅការិយាល័យទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជាថៃច្រកព្រំដែនចុងចំអូស្មាច់ដោយទទួលបានលទ្ធផលដូចខាងក្រោម 1. ភាគីទាំងពីរបន្តដោះស្រាយស្ថានភាពតាមគ្រប់យន្តការដែលមានស្រាប់ដូចជាគណៈកម្មាធិការព្រំដែនចម្រុះ JBC គណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC និងអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000ស្ដីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃដើម្បីឲ្យព្រំដែនប្រទេសយើងទាំងពីរក្លាយទៅជាព្រំដែនសន្តិភាពមិត្តភាពកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍ2. ភាគីទាំងពីរបន្តគ្រប់គ្រងស្ថានភាពតាមស្ថានភាពដើមរក្សាភាពអត់ធ្មត់និងដោះស្រាយរាល់បញ្ហាតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះ JBC ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល2ឬ3សប្តាហ៍ខាងមុខដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ 3. ភាគីកម្ពុជាស្នើឲ្យមានការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមកធ្វើយ៉ាងណាកុំឲ្យមានអរិភាពដោយព្រឹកថ្ងៃទី28ខែឧសភាឆ្នាំ2025 4. ភាគីកម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចដែលប៉ះទង្គិចគ្នានោះទេព្រោះទីតាំងនោះភាគីកម្ពុជាបានឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000ស្ដីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងកម្ពុជាថៃភាគីទាំងពីរបានឯកភាពនិងទទួលយកនៅចំណុចទាំង4ខាងលើហើយកិច្ចចរចាត្រូវបានបញ្ចប់នៅវេលាម៉ោង 16:15 នាទីនាថ្ងៃដដែល